ប្រទេសទាំង10នេះបានបង្ហាញថាជាប្រទេសដែលមានសុខសន្តិភាពនិងសុវត្ថិភាពជាងគេបំផុតនៅក្នុងពិភពលោកមនុស្សគ្រប់គ្នាតែងតែចង់ទៅរស់នៅក្នុងប្រទេសជាតិដែលមានសុខសន្តិភាពនិងសុភមង្គលហើយបច្ចុប្បន្ននេះបញ្ហាអំពើហិង្សាសង្គ្រាមនិងភាពចលាចលក្នុងសង្គមបានកើតឡើងជាញឹកញាប់នៅតាមបណ្ដាប្រទេសនានានៅក្នុងពិភពលោកប៉ុន្តែមិនមែនមានន័យថាគ្រប់ប្រទេសទាំងអស់សុទ្ធសឹងតែជួបរឿងបែបនេះនោះទេដោយយោងទៅតាមការសិក្សាស្រាវជ្រាវពីវិទ្យាស្ថានសេដ្ឋកិច្ចនិងសន្តិភាពបានបង្ហាញនូវការសិក្សាសន្ទុះសន្តិភាពជាសកលឬហៅថា The Global Peace Index ពាក្យកាត់ GPI នៅក្នុងប្រទេសចំនួន162ការផ្ដល់នៅសន្ទុះនេះផ្អែកលើសូចនាករចំនួន22ផ្សេងៗគ្នារួមបញ្ចូលទាំងកម្រិតនៃឧក្រិដ្ឋកម្មអំពើហិង្សាទំនាក់ទំនងជាមួយប្រទេសជិតខាងការចូលរួមចំណែកបេសកកម្មរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិជាដើមសន្ទុះ GPI បានន័យថាគេនិយាយអំពីសន្ទុះបន្ទុកប្រទេសណាដែលទទួលបានបន្ទុកទាបបង្ហាញថាជាប្រទេសដែលមានសន្តិភាពជាងគេនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកនៅប្រទេសចំនួន10ដែលទទួលបានបន្ទុក GPI ទាបថាជាប្រទេសដែលមានសុវត្ថិភាពឬក៏សុខសន្តិភាពជាងគេបំផុតនៅក្នុងពិភពលោកតោះតាមដានទាំងអស់គ្នាតើប្រទេសទាំង10នោះមានប្រទេសណាខ្លះប្រទេសទី1ដែលទទួលបានបន្ទុក GPI ទាបជាងគេបំផុតតាមការវាយតម្លៃពី The Global Peace Index គឺបានទៅលើប្រទេស Iceland ឬក៏ភាសាខ្មែរហៅថា Iceland ប្រទេស Iceland គាត់ទទួលបានបន្ទុក GPI 1148បន្ទុក Iceland គឺជាប្រទេសកោះមួយដែលមានសន្តិភាពបំផុតក្នុងពិភពលោកដែលប្រទេសនេះគ្មានកងកម្លាំងទ័ពឈរជើងនោះទេទន្ទឹមនឹងនេះប្រទេស Iceland ត្រូវបានគេចាត់ទុកថាជាប្រទេសមួយដែលមានការរីកចម្រើនបំផុតក្នុងពិភពលោក Iceland ឬក៏ Iceland នឹងមានលទ្ធិប្រជាធិបតេយ្យកម្រិតខ្ពស់បំផុតគោរពសមភាព gender ហើយអ្នកជាប់ពន្ធនាគារមានកម្រិតទាបប្រទេសនេះមានអត្រាអ្នកចេះដឹងរហូតដល់ 99% ឯណោះអញ្ចឹងគឺសម្បូរអ្នកចេះដឹងសម្បូរអ្នកប្រាជ្ញមែនទែននេះជាមូលហេតុដែលធ្វើឲ្យប្រទេសនេះមានសុខសន្តិភាពបំផុតនៅក្នុងពិភពលោកទី2គឺប្រទេសដាណាម៉ាកឬភាសាអង់គ្លេសហៅថាដិតណាម៉ាកប្រទេសនេះទទួលបានបន្ទុក GPI គឺ1150បន្ទុកប្រទេសដាណាម៉ាកមិនត្រឹមតែជាប្រទេសមួយដ៏មានសុខសន្តិភាពប៉ុណ្ណោះទេដាណាម៉ាកគឺជាប្រទេសដែលមានអំពើពុករលួយតិចតួចបំផុតនៅក្នុងពិភពលោកហើយជាប្រទេសដែលសប្បាយបំផុតផងដែរបើនិយាយអំពីអត្រាអក្ខរកម្មគឺអ្នកចេះដឹងវិញគឺខ្ពស់មែនទែនហើយប្រព័ន្ធថែទាំសុខភាពនិងស្តង់ដារនៃការរស់នៅមានកម្រិតខ្ពស់ផងដែរប្រជាពលរដ្ឋនៅក្នុងប្រទេសនេះចូលចិត្តបង្កើតសេចក្តីស្រឡាញ់និងចូលចិត្តស្រឡាញ់សន្តិភាពហេតុដូច្នេះហើយប្រទេសនេះមិនមានសង្គ្រាមនោះទេទី3វិញគឺប្រទេសអូទ្រីសឬភាសាអង់គ្លេសហៅថាអូស្ត្រាប្រទេសនេះទទួលបានបន្ទុក GPI ចំនួន1198បន្ទុកប្រទេសអូស្ត្រាគឺស្ថិតនៅក្នុងតំបន់អឺរ៉ុបហើយជាទីកន្លែងដ៏ល្អប្រសើរបំផុតនៅក្នុងការរស់នៅដោយសារតែប្រទេសនេះបើនិយាយអំពីបទល្មើសឬបទឧក្រិដ្ឋផ្សេងៗវិញគឺទាបបំផុតបើនិយាយអំពីអត្រាមនុស្សឃាតគឺការសម្លាប់មនុស្សក៏មិនមានដែរមានតែវាមានតិចតួចប្រទេសអូទ្រីសត្រូវបានគេដឹងថាមានការថែរក្សាអនាម័យនិងការការពារបរិស្ថានខ្ពស់ផងដែរភាពស្រស់ស្អាតនិងប្រវត្តិសាស្ត្រនៃស្ថាបត្យកម្មប្រទេសអូទ្រីសបានទាក់ទាញភ្ញៀវទេសចររាប់ពាន់លាននាក់ជារៀងរាល់ឆ្នាំទៅទស្សនាទី4គឺប្រទេស New Zealand ឬក៏យើងហៅថា Nova Zealand ហ្នឹងគឺជាប្រទេសដែលមានការរីកចម្រើនជឿនលឿនហើយទទួលបានបន្ទុក GPI រហូតដល់1221ប្រទេស New Zealand ជាប្រទេសមួយដែលមានអ្នកជាប់ពន្ធនាគារក្នុងប្រទេសនេះតិចតួចណាស់ហើយប្រទេសនេះមានការទំនាក់ទំនងជាមួយមិត្តភាពជាមួយនឹងប្រទេសជិតខាងដ៏ល្អផងដែរប្រទេស New Zealand មានប្រព័ន្ធតុលាការឯករាជ្យកម្លាំងនគរបាលអនុវត្តច្បាប់បានយ៉ាងល្អជាមួយគ្នានេះដែរ New Zealand មានប្រព័ន្ធអប់រំលំដាប់ពិភពលោកនិងការថែទាំសុខភាពមានកម្រិតខ្ពស់មែនទែនទី5គឺប្រទេស Swiss ទទួលបានបន្ទុក GPI 1275បន្ទុកដោយដែលយើងបានដឹងមកហើយថា Swiss គឺជាប្រទេសឋានសួគ៌នៅលើផែនដីនេះដោយសារប្រទេសនេះមានទេសភាពល្អបើនិយាយពីព្រៃភ្នំនិយាយពីទឹកធ្លាក់ទឹកជ្រោះនិយាយពី
ការទេសភាពពណ៌បៃតងគឺស្រស់ស្អាតមែនទែននរណាក៏មានក្តីប្រាថ្នាចង់ទៅរស់នៅក្នុងប្រទេសស្វីសនេះដែរប្រទេសស្វីសគឺជាប្រទេសដែលមានទីក្រុងដ៏ស្រស់ស្អាតហើយមានអត្រាឧក្រិដ្ឋកម្មទាបស្តង់ដារនៃការរស់នៅក្នុងប្រទេសស្វីសគឺល្អបំផុតប្រទេសស្វីសគឺជាកន្លែងដែលមានប្រព័ន្ធអប់រំល្អពិសេសគឺវិស័យសុខាភិបាលហើយស្វីសគឺជាប្រទេសដែលចូលចិត្តប្រភពថាមពលកកើតឡើងវិញដូចជាថាមពលព្រះអាទិត្យនិងការថែរក្សាបរិស្ថានហើយប្រទេសនេះមានផ្លូវជិះកង់យ៉ាងច្រើនម្យ៉ាងទៀតប្រទេសស្វីសគឺជាប្រទេសមួយដែលមានសុខសន្តិភាពហើយប្រទេសនានាចូលចិត្តយកមាសឬក៏ទ្រព្យសម្បត្តិរបស់គេហ្នឹងទៅតម្កល់ទុកនៅក្នុងធនាគារនៅក្នុងប្រទេសស្វីសដោយគេយល់ឃើញថាគឺជាប្រទេសដែលមានសុវត្ថិភាពបំផុតទី6គឺប្រទេសហ្វាំងឡង់ភាសាអង់គ្លេសហៅថា Finland ទទួលបានបន្ទុក GPI ដល់ទៅ1277បន្ទុកហ្វាំងឡង់គឺជាប្រទេសដែលមានអំពើពុករលួយតិចតួចបំផុតនៅលើពិភពលោកច្បាប់វិញគឺតឹងរឹងនៅក្នុងប្រទេសនេះបានរក្សាគណនេយ្យភាពរបស់រដ្ឋាភិបាលនិងការបើកចំហជាសាធារណៈផងដែរបាទនិយាយពីកម្លាំងយោធានៃប្រទេសហ្វាំងឡង់គឺមានបេសកកម្មត្រឹមតែថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះហ្វាំងឡង់គឺជាប្រទេសកម្រិតកំពូលចំពោះការអប់រំនិងសមភាពយេនឌ័រទី7គឺប្រទេសកាណាដាទទួលបានបន្ទុក GPI 1287បន្ទុករដ្ឋាភិបាលប្រទេសកាណាដាបានចាត់ទុកថាសន្តិភាពរបស់ប្រជាពលរដ្ឋជាផ្នែកមួយយ៉ាងសំខាន់បំផុតសម្រាប់ប្រជាជាតិប្រទេសនេះមានមនុស្សឃាតទាបណាស់ហើយអត្រាឧក្រិដ្ឋកម្មក៏ទាបណាស់ដែរប្រជាជនរបស់ប្រទេសកាណាដាបានទទួលការអប់រំថ្នាក់ឧត្តមសិក្សារហូតដល់ 52.6% គឺសម្បូរអ្នកប្រាជ្ញចេះដឹងច្រើនមែនទែនទី8គឺប្រទេសជប៉ុនគឺទទួលបានបន្ទុក GPI 1332បន្ទុកប្រទេសជប៉ុនត្រូវបានគេដឹងថាជាប្រទេសដែលមានបច្ចេកវិទ្យាទំនើបនៅក្នុងអាស៊ីហើយសម្រាប់ការរក្សាសន្តិភាពនៅក្នុងសង្គមផងដែរអត្រាបទឧក្រិដ្ឋដូចជាអំពើហិង្សានិងអំពើឃាតកម្មគឺមានកម្រិតទាបមែនទែនជប៉ុនគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំផងដែរនៅក្នុងពិភពលោកមិនត្រឹមតែក្នុងអាស៊ីទេការដឹកជញ្ជូនអ្នកដំណើរក្នុងប្រទេសជប៉ុនពឹងផ្អែកទៅលើផ្លូវដែកមានរថភ្លើងល្បឿនលឿននៅក្នុងប្រទេសជប៉ុនហើយល្បឿនអតិបរមាគឺដល់ទៅ350គីឡូម៉ែត្រនៅក្នុង1ម៉ោងទី9គឺប្រទេសអូស្ត្រាលីដែលទទួលបានបន្ទុក GPI ដល់ទៅ1329បន្ទុកអត្រានៃអំពើប្លន់ហិង្សាផ្លូវភេទនិងមនុស្សឃាតនៅប្រទេសអូស្ត្រាលីគឺមានកម្រិតទាបមែនទែនដូច្នេះអ្នកអាចដើរនៅទូទាំងប្រទេសដោយគ្មានការភ័យខ្លាចណាមួយឡើយអញ្ចឹងយើងមិនបាច់ចាំភ័យពីអំពើចោរកម្មឆក់ប្លន់តាមដងផ្លូវនោះទេនៅក្នុងប្រទេសអូស្ត្រាលីមានប្រជាជនច្រើនមែនទែនគេហៅថាពហុជាតិសាសន៍ដែលចូលរស់នៅធ្វើការរកស៊ីរៀនសូត្រនៅក្នុងប្រទេសនោះអូស្ត្រាលីគឺជាគោលដៅដ៏ល្អឥតខ្ចោះមែនទែនសម្រាប់អ្នកស្វែងរកការងារដូចជានិស្សិតនិងភ្ញៀវទេសចរអញ្ចឹងប្រទេសមហាអំណាចសេដ្ឋកិច្ចនេះផ្ដល់នូវឱកាសជាច្រើនផងដែរសម្រាប់ការធ្វើការងារទីក្រុងដ៏ល្បីឈ្មោះមានដូចជាទីក្រុងស៊ីដនី មែលប៊ននិងទីក្រុងព្រីស្បែនផ្ដល់នូវសេវាកម្មសឹងតែគ្រប់ប្រភេទសម្រាប់មនុស្សគ្រប់សញ្ជាតិចុងក្រោយគេគឺសាធារណរដ្ឋឆែកដែលទទួលបានបន្ទុក GPI 1341បន្ទុកសាធារណរដ្ឋឆែកជាប្រទេសតូចមួយជាប់សមុទ្រហើយមានព្រំប្រទល់ជាប់ប្រទេសអូទ្រីសប្រទេសអាល្លឺម៉ង់ស្លូវ៉ាគីនិងប្រទេសប៉ូឡូញសេដ្ឋកិច្ចនៃប្រទេសនេះគឺពឹងផ្អែកទៅលើវិស័យទេសចរជាក្បាលម៉ាស៊ីនទីក្រុងប្រាគូជារដ្ឋធានីស្រស់ស្អាតនៃសាធារណរដ្ឋឆែកអ្នកមិនមានការព្រួយបារម្ភអំពីអំពើហិង្សាឬក៏ការឆក់ប្លន់នោះទេបើសិនបើអ្នកមានកម្រងទៅទស្សនកិច្ចសាធារណរដ្ឋឆែកនោះដោយសារតែអត្រាឧក្រិដ្ឋកម្មទាបខ្លាំងមែនទែននៅក្នុងប្រទេសនេះក្រៅពីនេះក៏មានសេវាកម្មសង្គ្រោះបន្ទាន់ដែលមានប្រសិទ្ធភាពដើម្បីធានាសុខសុវត្ថិភាពដល់ជនបរទេសផងដែរនេះគឺជាប្រទេសទាំង10នៅក្នុងពិភពលោកដែលមានសុខសុវត្ថិភាពបំផុតអញ្ចឹងយើងអាចពិចារណាបានប្រសិនបើមានពេលអាចទៅទស្សនានៅប្រទេសទាំងអស់នេះបាន